ជំរាបសួរបងប្អូនហើយថ្ងៃនេះមកបង្ហាញជាមួយនឹងកូនប្រេនបងប្អូនព្រោះថ្ងៃហ្នឹងឲ្យធ្វើការរៀងធ្ងន់តិចហើយដោយសារតែភ្ញៀវគាត់យកដុំម៉ូតូយកមកឲ្យកលឹងអញ្ចឹងខ្ញុំកលឹងទៅលើកូនប្រេនរបស់ខ្ញុំហើយការកលឹងគឺអត់មែនផ្ដោតទៅលើតែកលឹងស្បែកតែមុខទេបងប្អូនយើងកលឹងគ្រឿងផ្សេងកលឹងដុំម៉ូតូឬក៏កលឹងច័ន្ទគ្រីអីយើងប្រើបានទាំងអស់បងប្អូនចំពោះម៉ាស៊ីនកលឹងខ្នាតតូចហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការប្រភេទម៉ាស៊ីនកលឹងខ្នាតតូចដើម្បីយកទៅសម្រួលការងារខ្លួនឯងអីបងប្អូនអាចមើលបានជាមួយនឹងខ្នាតដែលខ្ញុំបង្ហាញនឹងបានហើយចំពោះតម្លៃក៏សមរម្យអញ្ចឹងបើសិនជាបងប្អូនយកទៅប្រើប្រាស់គឺចំណេញបងប្អូនចំពោះម៉ាស៊ីនកលឹងខ្នាតតូចយើងមិនមែនផ្ដោតទៅលើតែការកលឹងស្បែកតែមួយមុខទេសំខាន់គឺយើងប្រើបានច្រើនកលឹងបានច្រើនមែនទេបងប្អូនសំខាន់តម្រូវការជាក់ស្ដែងអញ្ចឹងបងប្អូនដូចនៅក្នុងវីដេអូដែលខ្ញុំកំពុងបង្ហាញស្រាប់អញ្ចឹងបើសិនជាបងប្អូនអត់ទាន់ចេះប្រើប្រាស់បងប្អូនទិញម៉ាស៊ីនកលឹងខ្នាតតូចពីខ្ញុំទៅបងប្អូនអាចមកតេស្តកន្លែងខ្ញុំផ្ទាល់ក៏បានឬក៏ចង់ឲ្យខ្ញុំដាក់ផ្ញើឲ្យក៏បានបងប្អូនចំពោះមានចងល់ពាក់ព័ន្ធនឹងម៉ាស៊ីនកលឹងខ្នាតតូចបងប្អូនអាចសួរខ្ញុំបានគ្រប់ពេលបងប្អូនអាចឆាតសួរខ្ញុំបានគ្រប់ពេលអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ចង់បានបងប្អូនអាចទាក់ទងខ្ញុំបានឆាតចូលពេចខ្ញុំផ្ទាល់ឬក៏បងប្អូនអាចទាក់ទងខ្ញុំបានតាមលេខ Telegram អរគុណ